ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាដែលធ្វើការនឹងរស់នៅប្រទេសជប៉ុនហ្នឹងណាថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលមានឱកាសនិយាយពន្យល់បង្ហាញពីច្បាប់ថ្មីដែលចាប់ផ្ដើមអនុវត្តពីឆ្នាំក្រោយខែ4ថ្ងៃ1ទៅអឺចំពោះដែលបងប្អូនដែលមិនសូវបានទទួលព័ត៌មានថ្មីណាពីបណ្ដាញព័ត៌មានតាមអ៊ីនធឺណិតឬក៏ទូរទស្សន៍ថ្ងៃនេះគឺខ្ញុំចង់និយាយពន្យល់ពីច្បាប់ថ្មីដែលចាប់ផ្ដើមអនុវត្តឆ្នាំក្រោយទៅពាក់ព័ន្ធជាមួយនឹងការជិះកង់ហ្នឹងការផាកពិន័យនៅពេលដែលយើងធ្វើល្មើសច្បាប់នៅចំណងជើងនៅនេះព័ត៌មាននេះទំចេញថ្មីទំចេញមុននឹងមិញទេនៅខែ6ថ្ងៃ17វេលាម៉ោង 8:38 នាទីថ្ងៃហ្នឹងច្បាប់ហ្នឹងនិយាយពីនេះគេចំណងជើងគេនេះ来年4月から自転車青い切符反則金の金額が正式決定ながらスマホは12,000警察庁នេះខាងក្រោយនេះ警察庁បាននេះថាបលិស警察庁បលិសទូទៅហ្នឹងបលិសក្នុងជប៉ុនហ្នឹងគាត់ចន្លងជាងនឹងនិយាយថាតាំងពីឆ្នាំក្រោយខែ4ទៅគឺគេចាប់ផ្ដើមពិន័យគេមានសបុតពិន័យពណ៌ខៀវឲ្យគីពពណ៌ខៀវហ្នឹងសម្រាប់ពីណាគេដែលល្មើសច្បាប់ពាក់ព័ន្ធជាមួយនឹងជីកង់ហើយអានេះហាងសុខគីងចំនួនពិន័យនោះក៏បានសេស្គីនីកេតេបានកំណត់ការសម្រេចហើយឧទាហរណ៍ណាការ៉ាស្មាហូពេលយើងជីកង់ហើយយើងជីកង់បដាយើងប្រើទូរស័ព្ទបដាយើងជីកង់បដាយើងចុចទូរស័ព្ទឬក៏និយាយទូរស័ព្ទដៃម្ខាងជីកង់ដៃម្ខាងនិយាយទូរស័ព្ទហ្នឹងគឺប៉ូលីសពិន័យ 12,000 យេនមកយើងចូលទៅមើលអានេះអត្ថន័យលម្អិតបន្តិចទៀតនៅក្នុងព័ត៌មាននេះ自転車の交通違反に導入する青い切符についてចង់និយាយថាសបុតពិន័យពណ៌ខៀវហ្នឹង来年4月1日から導入されることが決まりច្បាប់ពិន័យហ្នឹងការអនុវត្តដែលឲ្យប្រើប្រាស់សបុតពណ៌ខៀវហ្នឹងពេលយើងគីពសបុតពិន័យហ្នឹងចង់និយាយនិកាយប័ត្រពិន័យពណ៌ខៀវហ្នឹងគឺចាប់ផ្ដើមពីខែ4ថ្ងៃ1ឆ្នាំក្រោយទៅ違反ごとの反則金の額も正式に決定しましたបានន័យថាចំនួនទឹកលុយដែលត្រូវពិន័យទៅលើការល្មើសច្បាប់នីមួយៗហ្នឹងច្រើនប្រភេទហ្នឹងក៏ត្រូវបានកំណត់ហើយដែរ警察庁ចង់និយាយថាប៉ូលីសកន្លែងក្រសួងប៉ូលីសគេហ្នឹងណា去年ឆ្នាំទៅ交通法を改正し自転車の交通違反に対し16歳以上を対象に反則金を納めれば刑事罰を逃れる青い切符の導入を決定しましたចង់និយាយថាឆ្នាំទៅគេខាងប៉ូលីសហ្នឹងក្រសួងប៉ូលីសហ្នឹងគេបានកែច្បាប់ដែលថាអាចឲ្យដាក់ពិន័យទៅលើអ្នកជិះកង់ដែលខុសច្បាប់គេអាចដាក់បានហ្នឹងគឺលើសពីអាយុ16ឆ្នាំ
អ្នកក្រុមអាយុ16ឆ្នាំគឺគេមិនអាចពិន័យបានទេហើយអ្នកដែលថាលើសពីអាយុ10ចាប់ពីអាយុ16ឡើងទៅហ្នឹងគឺគេពិន័យជាលុយដើម្បីជៀសវាងនឹងការដូចថាចាប់ចងអញ្ចឹងណាច្បាប់គេហ្នឹងគឺយើងធ្វើខុសយើងត្រូវតែចាប់ចងប៉ុន្តែបើសិនយើងពិន័យលុយគេយើងបង់លុយគេគឺយើងរួចខ្លួន青い切符は113種類の交通違反に対して来年4月1日から導入されることが決定ことが決まりさらに違反ごとの反則金の具体的な額も正式に決定しましたចង់និយាយថាឲ្យគិតពឹងហ្នឹងវាទាំងអស់វាមាន113ស៊េរីទាំងអស់មាន113ប្រភេទហើយខ្ញុំមិនសូវដឹងច្បាស់ដែរច្បាប់គេហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការល្មើសច្បាប់ចរាចរណ៍ហ្នឹងហើយគេចាប់ផ្ដើមអនុវត្តពីឆ្នាំក្រោយខែ4ថ្ងៃ1ហ្នឹងទៅហើយល្មើសច្បាប់មួយហ្នឹងហាងសុគីងបានន័យថាពិន័យលុយហ្នឹងក៏កំណត់បានកំណត់ហើយដែរ例えば携帯電話のながら運転は12000円ឧទាហរណ៍ដូចខ្ញុំនិយាយមុនហ្នឹងគឺនៅពេលដែលយើងជិះកង់បដាយើងនិយាយទូរស័ព្ទបដាបលិះឃើញគឺគេចាប់ពិន័យ 12000 យេន信号無視や逆走歩道通行などの通行区分違反は6000ដូចថាយើងជិះនឹងយើងជិះល្មើសពេលភ្លើងក្រហមហើយភ្លើងក្រហមហើយយើងនៅជិះភ្លើងក្រហមចំពោះភ្លើងក្រហមវាមានពីរប្រភេទមួយភ្លើងក្រហមសម្រាប់ឡានមូលហ្នឹងណានៅកណ្ដាលហ្នឹងសម្រាប់ឡានហើយមួយទៀតភ្លើងក្រហមមួយទៀតពេលយើងមានមនុស្សរូបដើរហ្នឹងវាមានខៀវមានលឿងក្រហមហ្នឹងអាហ្នឹងភ្លើងក្រហមហ្នឹងដែលគេចង់និយាយថាចំពោះកង់ឬក៏អ្នកដើរអ្នកខ្លះដូចជាភ្លើងក្រហមនៅកន្លែងខ្លះវាអត់មានភ្លើងក្រហមផ្លូវខ្លះវាអត់មានភ្លើងក្រហមហ្នឹងអាហ្នឹងគេប្រហែលជាមិនអាចព្រោះវាអត់មានភ្លើងក្រហមអញ្ចឹងគឺមិនអាចពិន័យបានទេក៏ប៉ុន្តែជាទូទៅអាភ្លើងក្រហមហ្នឹងវាជាមួយនឹងផ្លូវឡានហ្នឹងវាសឹងតែជាមួយគ្នាទេអាហ្នឹងវាគួរប្រយ័ត្នហើយនឹងជិះជ្រះផ្លូវចង់និយាយថាផ្លូវគេជិះកង់គេមានជិះខាងឆ្វេងដៃយើងជិះខាងស្ដាំដៃវាអាចបលិះគេពិន័យដែរហើយមួយទៀតគឺហូដូខូជផ្លូវដើរណាផ្លូវចំពោះអ្នកផ្លូវដើរយើងជិះកង់អាហ្នឹងបលិះឃើញក៏ពិន័យដែរគេពិន័យ6000 យេនលុយ6000 យេនច្រើនដែរ一時不停止កន្លែងគេឲ្យឈប់ម្ដងសិនអីចឹងណាមានសញ្ញាផ្លាកថា一時停止កន្លែងនេះយើងអត់ឈប់យើងជិះទៅបលិះឃើញ5000 円となりますគេចាប់បង់5000 យេនまた都道府県の安全委員会規則違反となる傘差し運転やイヤホンをつけて周囲の音が聞こえていない状態での運転は5000円នៅពេលដែលយើងជិះកង់ពេលភ្លៀងឯពិសេសជិះដៃម្ខាងកង់ជិះដៃម្ខាងឬក៏ពេលយើងដាក់តិចយើងជិះបដាបណ្ដេញដាក់ខ្សែស្ដាប់សលេងនៅតិចហ្នឹងណានេះ earphone ហ្នឹងនៅតិចហ្នឹងគឺបលិបន័យ5000 យេន警視庁は悪質危険な違反行為は反則金の対象になるため自転車でも基本的な交通ルールを守ってもらいたいとしていますខាងប៉ូលីសហ្នឹងក្រសួងប៉ូលីសហ្នឹងគេដាក់
ច្បាប់បង្កើតច្បាប់ថ្មីហ្នឹងបណៃហ្នឹងគឺគាត់ចង់ឲ្យអ្នកដែលជិះកង់ហ្នឹងណាកុំឲ្យមានល្មើសច្បាប់ឧទាហរណ៍ថាអាកសបានន័យថាយើងជិះនៃធ្វើឲ្យមានអាចធ្វើឲ្យមានជាគ្រោះថ្នាក់អីចឹងណាយើងចេតនាចង់ធ្វើឲ្យជិះចិត្តនៃអាចប៉ះពាល់ឬក៏យើងនិយាយបដាជិះកង់បដាយើងទៅនិយាយទូរស័ព្ទបដាអីហ្នឹងអាហ្នឹងវាចូលក្នុងករណីហ្នឹងហើយនឹងគៀងគ្រោះថ្នាក់យើងអាចបានចាប់អារម្មណ៍ជំវិញខ្លួនឬក៏ពេលយើងជិះយើងដៃមួយខាងកាន់ឆាត់ឬក៏ដៃមួយខាងកាន់កាន់ទូរស័ព្ទអញ្ចឹងទៅវាធ្វើឲ្យយើងនឹងពេលអ្នកឆ្លងកាត់ខាងមុខឬក៏មានស្អីភ្លាមចេញពីខាងមុខមកហ្នឹងយើងចាប់ប្រើអត់ទាន់យើងប៉ះពាល់គេអញ្ចឹងគាត់ប៉ូលីសគាត់ចង់ឲ្យអ្នកដែលជិះកង់ហ្នឹងគឺគោរពតាមចរាចរណ៍ដែលបានកំណត់ឡើងមកហ្នឹងប៉ុន្តែដោយសារតែមានអ្នកខ្លះអត់គោរពតាមហ្នឹងអញ្ចឹងបានគេកំណត់ឲ្យមានការពិន័យទៅលើអ្នកដែលជិះកង់ល្មើសហ្នឹងហើយអរគុណព័ត៌មានថ្មីនឹងបានក្រុមហ៊ុនពួកខ្ញុំនឹងមិនបកប្រែនឹងនិយាយបញ្យល់ច្បាប់ថ្មីដែលចេញតាមព័ត៌មានហ្នឹងដោយឲ្យបងប្អូនទាំងអស់គ្នាដែលធ្វើការនៅជប៉ុនហ្នឹងគាត់បានជ្រាបនឹងជៀសវាងកុំឲ្យមានការទទួលការពិន័យដោយសារតែដូចចេះហ្នឹងណាពិន័យម្ដង 12000 ឬក៏ 6000 ហ្នឹងវាលុយច្រើនហើយក្រុមហ៊ុនខ្ញុំក៏មានជួយរកការងារឲ្យពលករយើងដែលត្រូវចង់បដូរកន្លែងការងារអីហ្នឹងអាហ្នឹងពួកខ្ញុំក៏មានក្រុមហ៊ុនខ្ញុំហ្នឹងក៏មានបម្រើសេវាកម្មជួយរកការងារឲ្យដែរអរគុណច្រើន